ការពីវីដេអូមុនគឺគ្នាយើងបានរៀនតាក់ទងទៅនឹងអត្ថបទបែបជាលក្ខណៈថាតាក់ទងនឹងចូលឆ្នាំខ្មែរប៉ុន្តែក្នុងវីដេអូនេះគឺយើងនឹងមកសិក្សាបែបជាការសួរគ្នាវិញហ្នឹងហើយអញ្ចឹងដូចយើងបានឃើញនៅលើក្តារខៀនអញ្ចឹងគឺ teacher លើកមកមានជាលក្ខណៈការសន្ទនា A B ហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងមកអានសំណួរចម្លើយនឹងទាំងអស់គ្នាអញ្ចឹងจะដាក់ថា short conversation អញ្ចឹងមានន័យថាការសន្ទនាខ្លីៗឥឡូវ teacher អានជាអង់គ្លេសសិនហើយបកឲ្យដូចគ្នា How many day off do you get for Khmer New Year How many day off do you get for Khmer New Year ចាំមានន័យថាតើអ្នកបានឈប់សម្រាកប្រហែលថ្ងៃដែរសម្រាប់ថ្ងៃឈប់ចូលឆ្នាំខ្មែរហ្នឹងណាអញ្ចឹង B គាត់ឆ្លើយថា I get 3 days off What about you I get 3 days off What about you ចាំមានន័យថាខ្ញុំទទួលបានថ្ងៃឈប់សម្រាកមួយថ្ងៃ3ថ្ងៃ Okay What about you ចុះអ្នកវិញA គាត់ឆ្លើយថា I got 4 days off I got 4 days off មានថាអីហ្នឹងគឺគាត់ទទួលបានថ្ងៃឈប់សម្រាកដល់តែ4ថ្ងៃអូខេ Are you going anywhere Are you going anywhere តើអ្នកនឹងទៅកន្លែងណាអីអត់ Yes I'm visiting my family at my hometown and you Yes I'm visiting my family at my hometown and you ចាំថាចាឬក៏បាទគឺខ្ញុំនឹងទៅលេងគ្រួសាររបស់ខ្ញុំនៅឯគេ hometown នៅឯស្រុកកំណើតចុះអ្នកវិញ and you នេះយើងសួរគេវិញចុះអ្នកវិញ For me I will visit Angkor Wat temple and celebrate Khmer New Year there ចាំថាសម្រាប់ខ្ញុំវិញគឺខ្ញុំនឹងទៅគេទៅប្រាសាទអង្គរវត្តគេទៅលេងប្រាសាទអង្គរវត្តហើយនឹងធ្វើឬក៏ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅកន្លែងហ្នឹងអូខេហ្នឹងហើយអញ្ចឹងសំណួរនេះគឺយើងអាចផលដើម្បីសួរគ្នាតាក់ទងនឹងថ្ងៃឈប់សម្រាកក៏ដូចជាយើងត្រូវទៅណានៅថ្ងៃចូលឆ្នាំខ្មែរហ្នឹងអញ្ចឹងការសន្ទនារបស់យើងគឺមានតែប៉ុណ្្នឹងសិនទេចាំយើងបន្តនៅវីដេអូក្រោយសួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ពាននីមួយៗដូចជា Speaking, Reading, Grammar និង Writing តោះនៅចាំពេលទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នាបាយបាយ